ក្រៅពីចិនប្រហែលគ្មានអ្នកធ្វើបានទេឡានអគ្គិសនីកម្លាំងដល់912សេសសាកថ្មពេញអាចបើកបរបានចម្ងាយ680គីឡូម៉ែត្រដាក់លក់ក្នុងតម្លៃចាប់ពី$50000ក្រុមហ៊ុន Zeekr បានដាក់សម្ភាររថយន្ត Zeekr 001 ម៉ូដែលពិសេសខួប5ឆ្នាំជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ$5400រថយន្តម៉ូដែលថ្មីនេះត្រូវបានបំពាក់មកជាមួយកញ្ចប់តុបតែងបង្កើនសមត្ថភាព FR Line ដែលអភិវឌ្ឍដោយរោងចក្រផ្ទាល់និងបង្កើនគុណភាពប្រព័ន្ធជើងក្រោមឲ្យកាន់តែប្រសើរជាងមុនប៉ុន្តែនៅតែរក្សាការប្រើប្រាស់ប្រព័ន្ធម៉ូទ័រភ្លោះដដែលសម្រាប់រថយន្ត Zeekr 001ខួប5ឆ្នាំនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើរថយន្ត Zeekr 001 Ultra Plus អាចផលិតកម្លាំងរហូតដល់680គីឡូវ៉ាត់ឬស្មើនឹង912សេសអាចជន់ស្ទុះពីកុងទ័រ0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលត្រឹមតែ2.91វិនាទីប៉ុណ្ណោះចំណែកល្បឿនអតិបរមាវិញវាអាចបើកបរបាន280គីឡូម៉ែត្រក្នុង1ម៉ោងបន្ថែមពីនេះរថយន្តម៉ូដែលថ្មីនេះនៅតែបន្តប្រើប្រាស់អគុយប្រភេទ Chilin ទំហំ103គីឡូវ៉ាត់ម៉ោងនិងគាំទ្របច្ចេកវិទ្យាសាកថ្ម900វ៉ុលយោងតាមទិន្នន័យផ្លូវការបានបង្ហាញថារថយន្តនេះអាចសាកថ្មពី10ទៅ80%ប្រើពេលប្រហែលត្រឹមតែ10នាទីប៉ុណ្ណោះបើនេះពីរយៈចម្ងាយនៃការបើកបរវិញនៅពេលសាកថ្មមួយពេលរថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់680គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ CLTC ចំណុចកែប្រែដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺការបំពាក់មកជាមួយកញ្ចប់បង្កើនសមត្ថភាព FR Line ដែលមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែលកំពូល Zeekr 001 FR ដែលមានកម្លាំងខ្លាំងជាងនេះសម្រាប់ការផ្លាស់ប្ដូរនៅផ្នែកខាងក្រៅរួមមានការបំពាក់មកជាមួយស៊ុមកញ្ចក់ចំហៀងជាប្រភេទ Carbon Fiber កាងខាងក្រៅក៏ជាប្រភេទ Carbon Fiber ការរចនាបែប Two Tone លេងមកជាមួយពណ៌ប្រាក់និងពណ៌ខ្មៅព្រមទាំងបិទផ្លាកសញ្ញាពណ៌ក្រហមតំណាងឲ្យម្ដាយខួប5ឆ្នាំបន្ថែមពីនេះនៅផ្នែកចំហៀងក៏បានបំពាក់មកជាមួយថាសកង់ Ford ទំហំ22អ៊ីងសម្បកកង់ Pirelli P0 និងប្រព័ន្ធហ្វ្រាំង Brembo 6 piston ក្រឡេកមកមើលពីប្រព័ន្ធជើងក្រោមវិញកាន់តែពិសេសដោយសារតែរថយន្តនេះបានបំពាក់មកជាមួយប្រព័ន្ធបូម KW Coilover ជាឧបករណ៍ស្តង់ដារផ្ដល់ជូនជម្រើសនៃការលៃតម្រូវជ័រឡើងបាន16កម្រិតនិងអាចលៃតម្រូវកម្ពស់ជ័រឡើងបានរហូតដល់35មីលីម៉ែត្រជាមួយគ្នានេះក្រុមហ៊ុន Zeekr បានបញ្ជាក់ច្បាស់ៗថាប្រព័ន្ធបូមនេះត្រូវបានសហការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន KW អស់រយៈពេលជាង3ឆ្នាំដែលឆ្លងកាត់ការវាស់ស្ទង់និងការលៃតម្រូវប៉ារ៉ាម៉ែត្រជាង200ចំណុចងាកមកមើលផ្នែកខាងក្នុងរបស់រថយន្តនេះត្រូវបានរចនាឡើងតាមរចនាបថ FR Line ដែលជាការរួមបញ្ចូលគ្នារវាងពណ៌ខ្មៅនិងពណ៌ក្រហមចំពោះកៅអីរបស់អ្នកបើកបរក៏មានបំពាក់នៅមុខងារពង្រីកការក្តោបនៅផ្នែកចំហៀងខណៈចង្កឹះរថយន្តក៏មានប៊ូតុងបញ្ជាបែបបង្វិលចំនួន2ត្រូវបានរចនាឡើងសម្រាប់ការបើកបរក្នុងល្បឿនលឿនចំពោះកៅអីទាំងផ្នែកខាងមុខនិងផ្នែកខាងក្រៅសុទ្ធតែមានមុខងារកម្ដៅមុខងារខ្យល់ត្រជាក់និងមុខងារម៉ាស្សានៅផ្នែកខាងមុខដដែលនេះក៏មានបំពាក់មកជាមួយអេក្រង់ Digital ទំហំ13.2អ៊ីងបន្ថែមមកជាមួយមុខងារ Head Up Display ទំហំរហូតដល់39.3អ៊ីងអេក្រង់កំសាន្តទំហំ16អ៊ីងនិងអេក្រង់បញ្ជាសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រៅទំហំ8អ៊ីងចំពោះប្រព័ន្ធបញ្ជាទាំងអស់នៅក្នុងរថយន្តដំណើរការដោយបន្ទះ Chip Qualcomm 8295រួមបញ្ចូលជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Zeekr AIOS បាទនេះពីកម្រិតសំឡេងវិញកាន់តែញែកសាច់ដោយសាររថយន្តនេះបានបំពាក់មកជាមួយឧបករណ៍បំពងសំឡេងរហូតដល់29គ្រាប់ជាមួយនឹងកម្លាំងរហូតដល់4580វ៉ាត់